មេនៃខ្ញុំព្រះករណាអធុសូមមានភគវតោដល់ព្រះដ៏មានព្រះភិតាសៈអង្គនោះអរហតោទ្រង់ជាព្រះរហន្តសម្មាសម្ពុទ្ធោអ្នកត្រាស់ដឹងនៅប្រធមទាំងឡាយទាំងពួងដោយប្របីចំពោះព្រះអង្គណមត្ថុរតនតយសវ័នទាមិទូបង្គំសូមកំបងអញ្ជលីនមស្ការថ្វាយបង្គំចំពោះគុណប្រតនត្រ័យទាំង3មានគុណព្រះពុទ្ធពធប្រសង្ឃដោយសេចក្តីជ្រះថ្លាគិរវៈមួយលើទៀតខ្ញុំបកណាខ្ញុំកណាសូមនមស្ការថ្វាយបង្គំចំពោះប្រធេរាប្រធេរៈគ្រប់ព្រះអង្គដែលបាននិមន្តចូលរួមនៅក្នុងកិច្ចកម្មវិធីបុណ្យជាបណ្ណកិច្ចហើយមួយឥឡូវទៀតក៏សូមធ្វើការចម្រើនពរដល់លោកម្ចាស់ដើមទាននិងព្រមទាំងលោកចាគណៈកម្មការពុទ្ធបរិស័ទទាំងអស់គ្រប់ទិសទីមជ្ឈដ្ឋានបានបញ្ចូលរួមស្ដាប់នៅព្រះធម៌ដែលជាផ្លូវមួយប្រតិបត្តិទៅប្រសើរដល់ក្រៃលែងហើយក្នុងថ្ងៃនេះគឺមានបាត់បង់សមាជិកអំពីឧបាសកសាន់ទូចដែលបានទទួលមរណភាពមរណកាលអំពីម្សិលមិញនោះដោយអាយុរបស់គាត់មានអាយុ61ឆ្នាំហ្នឹងហើយដោយជារាពាធរោគជាធិបៀតបៀនញោមញីធ្វើឲ្យរូបរាងកាយនោះមិនអាចទ្រាំទ្របានក៏លាចាកលោកនេះអញ្ចឹងបន្សល់នៅសេចក្តីទុក្ខសោកអឡោះអាល័យចិត្តទីក្រៃលែងអំពីបងប្អូនលោកឪពុកអ្នកម្ដាយទាំងអស់ដែលជាក្រុមគ្រួសាររបស់គាត់ហ្នឹងហើយទុក្ខសោកក្នុងការបាត់បង់សមាជិកក្រុមគ្រួសារដោយមរណភ័យឬក៏យើងទាំងអស់គ្នាហៅថាមរណទុក្ខចឹងសេចក្តីទុក្ខសេចក្តីភ័យសេចក្តីព្រួយនេះគឺកើតមានទាំងអស់មនុស្សសត្វលោកឲ្យតែជាបុថុជនមិនថាញាតិញោមម្ចាស់ដើមបុណ្យក្តីទេណាប្រសង្ឃក៏កើតដែរតែលោកមានធម៌ពិចារណាឃើញទៅក៏វាមិនសូវជាភ័យអីបានដែរភ័យដែរណាញាតិញោមចិត្តបុថុជនណាការបាត់បង់ហ្នឹងមកពីអីមកពីការយើងមានសេចក្តីប្រកាន់ហួងហែងជាប់ចម្ពាក់នៅក្នុងរូបក្នុងសម្លេងសពគ្រប់បែបយ៉ាងទាំងអស់អញ្ចឹងបានជាព្រះដ៏មានពភាដែលព្រះអង្គទ្រង់បង្ហាញចង្អុលនៅដែលជាសាមញ្ញលក្ខណៈធម៌ដែលជាសាមញ្ញលក្ខណៈស្មើទូទៅស្មើទូទៅយ៉ាងម៉េចដោយនៅក្នុងនោះមានសភាពជាមិនទៀងសភាពដែលជាទុក្ខសភាពជាអនត្តាស្មើគ្នាមិនទៀងយ៉ាងម៉េចញោមមើលការកើតចាស់ឈឺឆ្លាប់នេះមិនមែនមានតែយើងថ្ងៃនេះទេណាញាតិញោមលោកចាស់ដើមទៀនពីមុនមកក៏មានគេដែរហ្នឹងហើយថ្ងៃមុខទៀតក៏មានគេដែរអញ្ចឹងដែរស្លាប់ដូចគ្នាប៉ុន្តែខុសដោយហេតុការស្លាប់យ៉ាងនេះស្លាប់យ៉ាងនោះអ្នកខ្លះក៏ស្លាប់ទៅតាមកាលតាមពេលវេលាអញ្ចឹងទៅអ្នកខ្លះក៏ដោយមិនសមរម្យអញ្ចឹងទៅហ្នឹងហើយដោយមិនសមរម្យយ៉ាងម៉េចដោយមានឧបច្ឆេតិកកម្មមូលាកម្មពៀផ្សេងធ្លាក់លើចុងឈើយ៉ាងនេះយ៉ាងនោះអញ្ចឹងទៅលាក់នឹងលាក់វាអញ្ចឹងទៅអ្នកខ្លះក៏មិនទៀងក៏មិនបានប្រមាណផងអាយុ16 17ខ្លះមិនទាន់នឹងបានមកផងក៏ទៅវិញហើយហ្នឹងអីសភាពដែលជាលក្ខណៈធម៌ដែលព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ប្រកាសសម្ដែងឲ្យយើងដឹងហ្នឹងហើយឲ្យយើងដឹងបើយើងអត់ដឹងទេគឺតែងតែតូចចិត្តយ៉ាងនេះយ៉ាងនោះអញ្ចឹងជាធម្មតាយើងទាំងអស់គ្នាណាញោមណាតែងតែតូចចិត្តហើយតែព្រះអង្គឲ្យមានពធ
chỉ sao mày lẹ cả nạn năng tầm rạp dương cục krong nổi chật nào ở rom hạ ở tây rồi bỏ dương nè nào ai miên sợ tây rừng mòm đại chỉ một tiền nè chỉ lẹ cả nạn môi tiết đây bà ông thả đây chỉ tục tục dạng này tục dạng nu tục để xa bắt bằng trọp sân bắt tục để xa bắt bằng của bồn côn sọp cục tục nông ca trên châm chi vật khoal khoai rư cất nó cứ chỉ tục đại hiệp chỉ tục xu thực kịch phò tế ao từ nào của thôi chuẩn nào chia của thôi chuẩn hay bao mình ban bị cha rồi na nó thua chỉ lẹ cả nạn năng nắn quất bò sạt cắt tục đôi thực địa bao ban bị cha rồi na đừng sập bời môi tiết đây chỉ lẹ cả nạn đại bảo ông trong cả thà đại chỉ ở nọt ta nó nè men chỉ luôn pran men chỉ luôn pran mình ai bật cọp chia đi nè luôn pran ru cay rồi bao dương đấy mình men thà vị cha vị chư năng dương mình ban thai đó là nhiệt dụng thai thế nè và tay thai mình nâu thế là dụng nhiệt vô mờ mà cà phê lục mà cha đam bon trầm đọc nằm môn phải nằm môn ấy chẳng tới mục men chẳng thế nào nhũng men thế nào mình xa cho tập bè lầu này nhung sợ của câu mình của chư nên cô mà ngất rụt cài nó cô bị on thôi cầm láng nó nhung á nhật nhung bị cha ra mà cha ra cái lạnh đằng mình tịch tầm ấy đằng cái lạnh nắng này chứ nâng thọp ta đau miên cầm lăng cho đau tiếc khăng chơi hot chơi chọc cái tao lẩu nhật nhung mà chiều bị xét nhung dây khang đỏ mòn quạt đằng nhung dây á nè dùng dây nữa tạm đằng tôi bị mấy men chẳng cái nơi nhung đó men thế cha năng mau bị ấy mau bị dương ở ban thai men thế nhật nhung đại khơi slap chơi để lấp chơi cái sau tức cái ấy phong nó tầng nám là sau tức cái rau tầng ngái mà vì đâu ta tôm chú slap năng có ru mau bị trò mình ban tê dịch hiệp đằng chuyện không chặt tức ấy đá là nhật nhung và để tròn bán bị trâu tôm chung chẳng cái thom mà chết bị trâu thành chẳng miền là na khót là na khang bàn tí ná chẳng na mình ná nhiệt nhung lúc mà cha đam tiền đam bòn prom tiền con mà cha cướp bỏng chẳng này dương thai đây là rukai dương năng na phần đại thai mình chọp thì chẳng cả na để dương ọt bán đắng cứ thó pre đầm miền bậc hi là bỏng sầm đành pra thàn chẳng ở dương bị cha rồi na nấu khăn nắng ná nhiệt nhung đá hay cho mấy cái tại bị cha rồi na thứ ấy cái thứ tự cái ca trên trăm chỉ vật một là bao dương đòi soi chả rách phơi tàu nhung pe na phơi bón áo ca ó phơi bón tấu tăng chất chỉ là thà phơi bón tàu pe là vô cái cá có phơi tàu chẳng thứ mấy chỉ vật dương mà nè ba chợ bón sập ngày ní ca na bao mình prang prang rốt bây giờ ba chợ bón té rồi bỏ lô khẳng mốc cầm khơi đại na cốt cầm khơi đại chẳng biết dần tâm khnia pi nằng đôi bị cha lục thả bón của phơi chơi của cặp tây co chấm lạp nó na nhôm nè cặp anh bạn này thả bón phong ba phong và đặc biệt là bỏ sập ở đó lục thả mạch nhung thử bón năng ở trơn chiềng thử ba ở bón năng ngay từ nguồn khang chiềng chẳng là ngay đại sập hiệp chia nọt tá đại chia lẹ cả nạ thô đại là bột chia mà cha sầm đại prap đó dương từ ở kia nó này hãy bảo ông sập đại tha tiên thôi na đại miên mua tha anh ấy chỉ ta thua thôi na đại miên mua tha tục cả ta thua thôi na đại mua tha anh ta ta thua nung mình sầm rạp ta mình nung mình nẹo rư bốc côn sầm rạp crom sầm rạp pu sọc anh na này cung là dùng chuồn là bát đây đi tầng ó kia đang nhung mình tha mà nung mình tha tê và đa thế nè sao mày lẹ cả nạ thò về bạc con môn hay là còi hay là môn là nhung nè tê bằng phật là bao nhiêu nhiệt nhung bị trà nàn tịch tầm mực bọn mình cọp đọt cọp tê bằng phật bom thiên là cái chóp nô mùi ắt miên cho ấy tờ ban tê vô tờ ban miên tại bon của sò này hơi đàm pu chỉ tham bay tờ lâu khẳng mục này đàm pu ní nè đàm pu tiền pu sal pu đạp thò pu chất là o xây năng bon này chỉ mà chụp lưu hay là nhung nè bỏ ọt miền prại thưa tiền thế đam pu chật là ỏ cùng tô chật cùng on chật na môi
ឧទាហរណ៍តែឃើញគេមានបានក៏ត្រេកអរទៅគេបានដោយសុចរិតបើឃើញគេមានបាននឹងដោយអកុសលដោយលោភៈដោយទោសៈយើងសង្វេគនឹងជាបនដែរហ្នឹងហើយកុំឲ្យសោះរឿងលោភៈធម៌ទោសៈធម៌នេះនាំសត្វទៅកាន់ប្រែតកាន់នរកកាន់តិរិឆានអត់បានទេណាញោមណាចន្ទាទៅវល់សបាយពេកមិនបានគិតជាសាមញ្ញលក្ខណៈធម៌ហ្នឹងតែភ្លៀងភ្លាត់ដែរចឹងដូចនៅក្នុងប្រសូតមួយញោមនៅក្នុងប្រសូតមួយសម្ដែងអំពីព្រះបាទតិសេនតកោសលណាព្រះបាទតិសេនតកោសលរាជហ្នឹងមានបញ្ហាអីហ្នឹងគាត់តែងតែទៅចូលគាល់ទូលដល់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គគង់នៅវត្តចេតពុនណាហ្នឹងហើយគេហៅថាអាយកាសោតណាអាយកាសោតអញ្ចឹងគណៈពេលមួយញាតិញោមពុទ្ធបរិស័ទហ្នឹងហើយគាត់មានសេចក្តីទុក្ខសោកព្រួយដូចញាតិញោមអញ្ចឹងប៉ុន្តែសម័យយូរហើយសម័យព្រះអញ្ចឹងដោយមានអាយការបស់គាត់ញាតិញោមស្គាល់ទេអាយកាហ្នឹងគឺលោកយាយណាលោកយាយរបស់ព្រះរាជាណាគេហៅថាអាយកាលោកតាអាយកោណាដល់ពេលអញ្ចឹងលោកយាយហ្នឹងគាត់មានព្រះជន្មមានអាយុរបស់គាត់120ឆ្នាំណាញោមក៏បានស្លាប់ទទួលមរណភាពចឹងដែរណាប៉ុន្តែសម័យហ្នឹងអាយុវែងអ្នកសម្បូរដោយបុណ្យចឹងដល់ពេលចឹងទៅព្រះរាជាព្រះបាទតិសេនកោសលនឹងក៏កើតសេចក្តីសោកខ្សឹបខ្សៅចឹងទៅចូលគាល់តែក្រាបថ្វាយបង្គំព្រះអង្គហើយក៏ពោលថាបងពិតព្រះអង្គដ៏ចម្រើនណាលោកយាយរបស់ខ្ញុំឬក៏ព្រះអាយិការបស់ខ្ញុំមានណាអាយុ120ឆ្នាំហើយបានទទួលមរណភាពឬក៏មរណទុក្ខណាមរណកាលហ្នឹងឯងណាហើយចឹងក៏ត្អូញត្អែរៀបរាប់ណាបើសិនខ្ញុំព្រះអង្គនឹងអាចដូរដោយអសរតហត្ថីរតដោយស្រុកសួយដូរថាកុំអោយលោកយាយរបស់ព្រះរាជានឹងស្លាប់លោកដូរហើយណាអសរតគឺសេះមង្គលឆ្កល់ទេសេះមង្គលល្អសេះព្រះរាជាហ្នឹងឯងសេះមង្គលអញ្ចឹងគាត់ដូរសេះដែលល្អដែលមានតម្លៃណាសម័យកាលហ្នឹងឯងរហូតទៅដូរដោយហត្ថីរតហ្នឹងគឺដំរីល្អណារបស់ព្រះរាជាលំដាប់លេខ1ដំរីចម្បាំងណាញាតិញោមសម័យកាលហ្នឹងមានឡានមានរថយន្តទំនើបអីទេណាមានតែសេះល្អដំរីល្អហ្នឹងហើយរបស់ព្រះរាជាយានជំនិះនោះអញ្ចឹងគាត់ថាគាត់ដូរហើយកុំឲ្យព្រះអាយិការបស់គាត់ស្លាប់រហូតទៅដល់ថាស្រុកសួយទៅទៀតមកស្រុកហ្នឹងស្រុកសួយហ្នឹងដែលសម្បូរដោយពុនកផ្សេងមួយថ្ងៃបានរាប់ពាន់រាប់សែនកហបណៈហ្នឹងគាត់ដូរហើយធ្វើម៉េចឲ្យលោកយាយគាត់រស់ប៉ុន្តែគាត់បានស្ដាប់នៅសាមញ្ញលក្ខណៈធម៌ហ្នឹងពីមុនមកដែលព្រះសម្ដែងណាកិច្ចមិនផុតទេណាអញ្ចឹងឃើញហើយនឹងព្រះរាជាផងណាញាតិញោមទ្រព្យសម្បត្តិសម័យនោះព្រះរាជានិយាយពីទ្រព្យសម្បត្តិយើងសទ្ធិឥឡូវមិនស្មើទេនិយាយពីមាសវិញណាញោមគឺទាំងឃ្លាំងហ្មងរាប់រយឃ្លាំងហ្មងនិយាយពីមាសណាយើងមុំនេះអីមិនដល់ទេប៉ុន្តែទៅតាមសម័យកាលហើយអញ្ចឹងគាត់ថាគាត់ព្រមដូរធ្វើម៉េចឲ្យលោកយាយគាត់រស់ទាំងសុខសួយទាំងទ្រព្យសម្បត្តិនេះគាត់ដូរទាំងអស់ទៅត្អូញត្អែដាក់ព្រះហ្នឹងណាអញ្ចឹងបានព្រះអង្គសម្ដែងថាម៉េចព្រះអង្គសម្ដែងថាកម្មទាយតោកម្មយោនិកម្មពន្ធុកម្មបដិសរណោយ៉ាងកម្មង្ករសតិបាបកាំងវាតសៈទាយតោភវិសាមិណាសត្វមានកម្មពីកំណើតមានកម្មជាផៅពងណាឃើញទេមានកម្មពីកំណើតមានកម្មនឹងជាមរតកអញ្ចឹងយើងទាំងអស់គ្នាហ្នឹងណាញោមទាំងញោមក្តីទាំងអាត្មាក្តីអ្នកសំដែងធัวប៉ោចហ្នឹងណាទីបំផុតអញ្ចឹងណាដូចឧបាសកសន្ទូអញ្ចឹងយូរហើយនឹងឆាប់នឹងក្រោយប៉ុណ្ណឹងដូចគ្នាទេអញ្ចឹងបានព្រះលោកថាឲ្យអីឲ្យយើងបំពេញនៅសេចក្តីល្អសពគ្រប់បែបយ៉ាងណាសេចក្តីល្អណាសេចក្តីល្អហ្នឹងអ្នកខ្លះញោមខ្លះច្រឡំថាទៅតែវត្តហើយវត្តក៏បានដែរបើញោមអត់ទៅគ្រាន់តែលោកអត់អីឆាន់ហ្នឹងសេចក្តីល្អហ្នឹងមិនញោមដូចក្នុងឱកាសនេះស្ដាប់ធម៌សេចក្តីល្អក្នុងការធ្វើចិត្តឲ្យល្អហើយសេចក្តីល្អមួយទៅដល់វិសេសវិសាឥឡូវចិត្តចូលឆ្នាំអញ្ចឹងញាតិញោមហ្នឹងឯងចេះដឹងគុណបម្រើគុណមេត្តាបិតាទឹកក្តៅទឹកត្រជាក់អីចឹងទៅចេះគោរពអ្នកមានសីលគុណគុណធម៌អ្នកចាស់ហ្នឹងដែលមានគុណធម៌មានសិលហ្នឹងគោរពលើកដៃសំពះដោយកាយដោយវាចាដោយចិត្តហ្នឹង
នេះជាបុណ្យកុសលដែលយើងត្រូវបំពេញហើយមិនពិបាកទេញោមរឿងបំពេញបុណ្យកុសលណាស់តែអត់យល់ណាអញ្ចឹងសេចក្តីហ្នឹងណាអញ្ចឹងយើងស្ដាប់ហើយយកគំនិតសតិស្មារតីពិចារណាឲ្យមានសតិរឹងមាំណាញោមណាអញ្ចឹងការយើងស្ដាប់ពធហ្នឹងមិនមែនថាស្ដាប់ហើយឲ្យដឹងឲ្យមានសតិយកមកទប់ទល់អំពីសេចក្តីស្លាប់សេចក្តីទុក្ខសេចក្តីភ័យហ្នឹងថាមិនឲ្យស្លាប់ថាមិនមែនទេមិនវិញស្ដាប់ហើយយើងយកសតិហ្នឹងមកគិតពិចារណាពេលណាអាសេចក្តីទុក្ខកើតមកអញ្ចឹងចំពេលហ្នឹងចំលើគ្រួសារឪពុកម្ដាយបងប្អូនកូនចៅញាតិមិត្តចិត្តឆ្ងាយមិត្តស្រឡាញ់មិនស្រឡាញ់ក្តីយើងយកអាសេចក្តីចេះដឹងយកមកទប់ក្នុងការពិតណាញោមណាការពិតវានៅតែការពិតអញ្ចឹងហ្នឹងហើយអញ្ចឹងហើយបានយើងទាំងអស់គ្នាមុនហ្នឹងអស់អាយុអស់ជីវិតហ្នឹងគឺថាបំពេញកុសលឲ្យធ្ងន់ណាដូចមានមួយកន្លែងនោះប្រសូតមួយលោកពោលថាអសន្នកម្មឬក៏យតិសន្នកម្មញាតិញោមយល់ទេអសន្នកម្មហ្នឹងកម្មចុងក្រោយឬក៏មរណាសន្នជីវ័នមរណាសន្នកាលមរណាសន្នជីវ័នដូចសាមញ្ញហ្នឹងហើយមរណាសន្នជីវ័នប៊ីសហ្នឹងហើយណាអញ្ចឹងគេឲ្យតោងនៅសេចក្តីល្អណាឮសំឡេងវធសុទ្ធវធក្តីហ្នឹងហើយដឹកនាំគ្នានមស្ការអញ្ចឹងនិមន្តព្រះសង្ឃមកឲ្យសិលទទួលនៅបត្រៃសរណគមដើម្បីអីដើម្បីទាញនៅអារម្មណ៍ហ្នឹងណាញោមណាជីវ័នចុងក្រោយថាអសន្នកម្មហ្នឹងប៊ីសទៅអញ្ចឹងហើយអញ្ចឹងឲ្យមានវធតោងណាអញ្ចឹងបានញាតិញោមខ្លះលោកអាចារ្យគណៈកម្មការហ្នឹងដឹកនាំល្អដែរពេលមនុស្សឈឺមនុស្សអីហ្នឹងយករូបព្រះបទរូបអីទៅដាក់ក្បាលតនេកហ្នឹងដើម្បីឲ្យទាញអារម្មណ៍ណាប៉ុន្តែតលតែយើងហ្នឹងចេះទាញអារម្មណ៍ដែរមិនសមពីពេលនេះទៅញាតិញោមសេចក្តីល្អហ្នឹងណាចំណាទៅកាលពេលនៅរស់ធ្វើសេចក្តីល្អមិនបានផងចុះទៅរំតែពេលយើងដង្ហើមចុងក្រោយទឹកហ្នឹងណាជាងកើតទៅឃើញទៅអត់មានអារម្មណ៍ក៏ថាបានដែរព្រោះមកយើងវាអត់បានរៀនណាញោមណាអញ្ចឹងយើងទៅរៀនទៅហើយណារៀនទៅហើយទាំងអស់គ្នាញោមណាអញ្ចឹងគឺសំខាន់ណាស់ក្នុងគណៈពេលដែលទៀបនឹងស្លាប់ហ្នឹងឯងឲ្យមានលឺសំឡេងធម៌តែចិត្តតោងនៅអីទៅហ្នឹងហើយទៅហ្នឹងហើយឧទាហរណ៍បើសិនចិត្តជាប់ចម្ពាក់ណាដូចទេសៈវិខោណាញាតិញោមធ្លាប់ស្ដាប់ណាជាប់ចម្ពាក់នឹងជីវរហ៎ជីវរមួយប៉ុណ្ណោះណាសម័យកាលហ្នឹងគឺវិខោដែលក្រលៀបសការៈហ្នឹងណាមិនងាយទេមិនងាយបានជីវរទេណាងាយបានជីវរទេចឹងដល់ពេលបានជីវរចឹងឲ្យបងស្រីហ្នឹងជួយត្បាច់ជួយត្បាញហ្នឹងបានស្អាតអូជាប់ចម្ពាក់ប៉ុន្តែលោកមានសិលល្អលោកនៅវត្ថុជនណាញោមចឹងជាប់ចម្ពាក់យប់ហ្នឹងមិនដឹងជាកើតខ្យល់កោក៏ដាច់ខ្យល់ទៅអាជីវ័នអាចិត្តចុងក្រោយហ្នឹងជាប់ចម្ពាក់តែបោះអញហ្នឹងញោមកើតជាចាយអស់7ថ្ងៃឃើញទេមិនគួរឲ្យជឿណាមនុស្សប៉ុណ្ណាណៃមិនគួរកើតចាយជីវ័នណាញមកវិញមកពីជាប់ចម្ពាក់នៅរបស់ទាំងអស់ហ្នឹងឯងអញ្ចឹងការនោះឯងពិខុទាំងឡាយក៏ប្រុងនាំគ្នាហ្នឹងចែកជីវរឯងទៅពេលចាយក្នុងជីវរហ្នឹងស្រ័យតែកំយោរបស់យើងកំយោរបស់យើងអញ្ចឹងសំឡេងហ្នឹងបានលឺដល់ទឹកប្រសោតថ្លៃរបស់ព្រះដែលមានពភៈបានហាមពិខុទាំងឡាយហ្នឹងមិនតឲ្យចែកគ្នាទេគ្រប់7ថ្ងៃណាមិនឲ្យចែកនៅជីវរហ្នឹងឯងអញ្ចឹងដោយកម្លាំងបុណ្យសិលរបស់លោកបរិសុទ្ធផងក៏ធ្វើឲ្យលោកអស់ពីកំណត់សត្វចាយទៅកាន់ទេវលោកណាហ្នឹងសិលលោកបរិសុទ្ធផងណាញោមចុះរំយើងទាំងអស់គ្នាណាយ៉ាងណាមិញណាញោមណាមានតែញាតិញោមទាំងអស់គ្នាទេដែលដឹងណោះដឹងតែខ្លួនសទ្ធិអសទ្ធិបច្ចៈតាំងនេញោអញ្ញងវិសោទយិមែនទេញោមណាណាអញ្ចឹងហើយក្នុងថ្ងៃនេះយើងស្ដាប់ធម្មទានខ្លីក្តីវែងក្តីតែមានអត្តន័យយើងពិចារណាដល់ចេះចាំនៅពធហើយស្ដាប់ដល់ចិត្តជ្រះថ្លាហើយរមែងបានបុណ្យកុសលហើយញាតិញោមដូចជារឿងតមិលតោវិរកៈបរោះអញ្ចឹងតមិលតោវិរកៈបរោះហ្នឹងគាត់ធ្វើបាបមួយជីវិតរបស់គាត់ណាញោមអស់50ឆ្នាំគាត់អ្នកសន្ទូចត្រីណាគាត់ថាដាក់បងត្រីដើរចាប់ត្រីស្ទូចត្រីអីចឹងដើម្បីចិញ្ចឹមជីវិតព្រោះគាត់ក្រហ្នឹងហើយគាត់មិនដែលបានធ្វើបន់ធ្វើទានអីបានស្ដាប់ពធដូចញោមញាតលោកយាយលោកតាអញ្ចឹងទេក្នុងថ្ងៃនេះទេអត់ទេគាត់គិតតែធ្វើបាណាតិបាតហ្នឹងព្រោះចិញ្ចឹមជីវិតព្រោះគាត់ក្រណាគាត់ធ្វើបាណាតិបាតហ្នឹងដើម្បីបានត្រីហ្នឹងយកទៅដូរជាអង្គជាកហបណៈហ្នឹងឯងមកចិញ្ចឹមកូនប្រពន្ធគាត់អញ្ចឹងតលតែថ្ងៃមួយញោម
គាត់ឈឺហ្នឹងឈឺមិនរស់ហ្មងឈឺធ្ងន់ហ្មងណាមកកន្លះជីវិតរបស់គាត់ដែលបានធ្វើបុណ្យនេះឈឺមិនរស់ទេអញ្ចឹងសម័យកាលនោះមានព្រះអរហន្តមួយអង្គណាឈ្មោះថាបណ្ឌបតយៈទេសធិរៈដែលជាព្រះអរហន្តមួយអង្គដែលមានបាននៅអភិញ្ញាមានជុតតោដឹងថាចោតិបដិសន្ធិរបស់សត្វស្លាប់ហើយទៅកើតទីណាហ្នឹងហើយស្លាប់ហើយទៅកើតទីណាអញ្ចឹងលោកមានអព្យាស្រ័យអនុគ្រោះហើយមានឧបនិស្ស័យនឹងតមិលតោហ្នឹងហើយបរោះហ្នឹងហើយដឹងថាឈឺហើយបើមិនទៅសង្គ្រោះទេនឹងធ្លាក់ទៅអបាយញាតិញោមមើលគាត់ធ្វើបាបមកកន្លះជីវិតរបស់គាត់អស់កាល50ឆ្នាំណាញោមណា50ឆ្នាំហ្នឹងហើយ50ឆ្នាំធ្វើរហូតអញ្ចឹងលោកមានវិជាហ្នឹងលោកនិមន្តទៅមុខផ្ទះនេះបរោះហ្នឹងណាលោកចេញអំពីវិហាររបស់លោកកន្លែងទីស្នាក់អាស្រ័យរបស់លោកហ្នឹងមកដល់ឈរនៅមុខផ្ទះតមិលតោវិរកៈបរោះហ្នឹងអញ្ចឹងប្រពន្ធរបស់តមិលតោហ្នឹងគាត់ឃើញគាត់ប្រាប់ដល់ស្វាមីរបស់គាត់ថាបងលោកមានប្រធេរៈមួយអង្គនិមន្តមកឈរនៅមុខផ្ទះរបស់យើងអញ្ចឹងតមិលតោវិរកៈបរោះហ្នឹងកំពុងតែដេកឈឺហ្នឹងគាត់គិតថាអញ្ចេះគាត់គិតថាលោកម្ចាស់យូរហើយមិនដែលមុនមកផ្ទះខ្ញុំកណាទេមិនដែលមុនមកបិណ្ឌបាតទេគាត់គិតអញ្ចឹងណាទៅតែថ្ងៃនេះទៅនិមន្តមកណាគាត់ថាគ្មានអីដាក់បាតទេគាត់ថាលោកមកបិណ្ឌបានអញ្ចឹងគាត់ប្រាប់ប្រពន្ធគាត់ឲ្យលោកនិមន្តទៅយើងគ្មានអីដាក់បាតទេអញ្ចឹងប្រពន្ធហ្នឹងក៏ចេញទៅជួបប្រធេរៈហ្នឹងហើយក៏ថាលោកម្ចាស់ខ្ញុំកណាថ្ងៃនេះអត់មានអាហារទានអីដាក់បាតលោកម្ចាស់ទេសូមលោកម្ចាស់និមន្តទៅទៀតចុះអញ្ចឹងបានប្រធេរៈហ្នឹងមានសង្ឃដីកាថាអាត្មាមកនេះមិនមែនមកបិណ្ឌបាតទេអាត្មាមកចង់សួរសុខទុក្ខប្តីរបស់នាងអញ្ចឹងឲ្យអាត្មាសូមអនុញ្ញាតចូលទៅសួរសុខទុក្ខផងអញ្ចឹងប្រពន្ធតមិលតោក៏ព្រមណាញោមណាព្រមឲ្យចូលទៅប្រធេរៈបណ្ឌបតយៈហ្នឹងលោកនិមន្តទៅដល់ក៏លោកពោលថាណាតមិលតោអ្នកធ្វើបាបអស់មួយជីវិតហើយណាអស់កាល50ឆ្នាំហើយណាតើអ្នកចង់សមាទានសិលដែរទេណាសមាទានសិក្ខាបទ5ដែរទេអញ្ចឹងតមិលតោគាត់គិតថាណាស់ហើយបើលោកម្ចាស់អនុគ្រោះដល់យើងហើយយើងនឹងព្រមទទួលតែគាត់ព្រមទទួលហ្នឹងដោយចិត្តជ្រះថ្លាណាញោមដោយចិត្តជ្រះថ្លាណាអញ្ចឹងនៅក្នុងកិច្ចកម្មវិធីសមាទាននេះចតើញាតិញោមយល់ដឹងហើយដូចមិញអញ្ចឹងហ្នឹងហើយមានសូតាមពុទ្ធាំងធម្មំសង្ឃាំងអញ្ចឹងឲ្យអញ្ចឹងប្រធេរៈក៏ប្រទាននៅបត្រៃសរណគមណាឲ្យដោយតមិលតោហ្នឹងមានពុទ្ធាំងសរណង្កច្ឆាមិធម្មំសរណង្កច្ឆាមិសង្ឃាំងសរណង្កច្ឆាមិបានតែ3ម៉ាត់ហ្នឹងញោមតមិលតោគ្រាកាលនោះក៏អាការៈធ្វើទៅហាក់ជាដូចចង់ដាច់ខ្យល់ម្ដងទៅបន្តិចហ្នឹងណាជីវ័នចិត្តចុងក្រោយណាគេថាអសនកម្មឬក៏យៈអសនកម្មនេះកន្លែងហ្នឹងអញ្ចឹងទៅស្លេះក៏ឡើងអញ្ចឹងជាធម្មតាយើងញោមណាមនុស្សចិត្តដាច់ខ្យល់យើងមិនធ្លាប់ដឹងទេតើតអ្នកហ្នឹងមិនដឹងតែយើងញាតញោមធ្លាប់ឆ្លក់ទឹកធ្លាប់អួលបាយអីណាពិបាកជាងហ្នឹងទៀតពិបាកដកខ្យល់ណាស់អញ្ចឹងតមិលតោហ្នឹងដោយអាការៈអត់ស្រួលញោមក៏ហៀទឹកមាត់ទឹកស្លេះអីមកទៅឃើញអញ្ចឹងសមាទានបានតែត្រឹមត្រៃសរណគម3ទេមិនតាមមកដល់សិក្ខាបទ5ទេណាញាតិញោមស្ដាប់ណាតាមមកដល់សិក្ខាបទ5ទេអញ្ចឹងទៅប្រធេរៈឃើញអញ្ចឹងលោកក៏និមន្តទៅវិញណាតមិលតោហ្នឹងការលោកនិមន្តទៅផុតទៅក៏ដាច់ខ្យល់ដាច់ខ្យល់ទៅទីណាញោមទៅទីណាបើធ្វើបាបអស់ខ្លាជីវិតទៅតែជីវ័នចិត្តចុងក្រោយរបស់គាត់ណាសមាទានបានត្រឹមតែត្រៃសរណគម3ទៅឋានចាតមហារាជការជាន់ទី1ញោមជាន់ទី1ធ្វើបាបអស់កន្លះជីវិតណាញាតិញោម
ជាន់ទី1ណាជាន់ទី1ណាអាយុឆ្នាំទឹករបស់ទេវតា500ឆ្នាំទឹកបើកើតជាមកយុគមួយថ្ងៃទេវតាគេនេះស្មើនឹង50ឆ្នាំមនុស្សយើងញោមឯងមើលឃើញទេអាហ្នឹងជីវ័នចិត្តចុងក្រោយណាក្រុមតែប្រធេរៈមកជួយទេកុំឲ្យត្រូវធ្លាក់អាបាយយ៉ាងស្រួលរੂប្រែទេរឆានអីចឹងទៅតាមកម្លាំងកម្មរបស់គាត់ឃើញទេសមាទានបានតែត្រៃសរណគង់3ឯងបានតកើតចាតមហារាជការជាន់ទី1មានអាយុ500ឆ្នាំទឹកមួយយប់មួយថ្ងៃរបស់ទេវតាស្មើនឹង100នឹង50ឆ្នាំមនុស្សយើងណែអញ្ចឹងឃើញទេអនុភាពហ្នឹងអញ្ចឹងឃើញទេអញ្ចឹងទេវតាហ្នឹងក៏ភ្ញាក់ខ្លួនដឹងក៏ចុះមកថ្វាយបង្គំប្រធេរៈវិញចុះមកក៏ទៅថ្វាយបង្គំប្រធេរៈថាតើអ្នកមកពីណាណែអ្នកមកពីណាប្រាប់អាត្មាផងអញ្ចឹងបានទេវតាប្រាប់ថាខ្ញុំនឹងហើយជាតមិលតោវិរកៈបុរសដែលលោកម្ចាស់ប្រទានត្រៃសរណគមឲ្យខ្ញុំហ្នឹងបើសិនលោកម្ចាស់ឲ្យដោះសិក្ខាបទ5ទៀតប្រហែលជាខ្ញុំបានទៅកើតជាន់ខ្ពស់ហើយសមាទានបានត្រឹមតែត្រៃសរណគម3បានទៅចាតមហារាជការមើលញាតិញោមឃើញហើយណាអញ្ចឹងក៏បានរាយរាប់ប្រាប់ពីរឿងហ្នឹងដល់ប្រធេរៈហើយក៏ត្រឡប់ទៅទីកន្លែងណែរឿងនេះជាគតិមួយដែលយើងទាំងអស់គ្នាគូពិចារណានេះក៏ធ្វើបាបអស់ច្រើនណាស់ញាតិញោមមិនគួរណាមិនកម្មណាទេវតាណាអតិទេពណាព្រះណាអ្នកចាត់ចែងទេអញ្ចឹងបានន័យថាក្នុងពេលដង្ហើមចុងក្រោយហ្នឹងណាតែចិត្តជាប់ចម្ពាក់ឲ្យតែហ្នឹងហើយណាឬក៏គេហៅថាអីកម្មគួរឬកម្មមិនគួរញាតិញោមយល់ទេកម្មគួរបានដល់កម្មកុសលកម្មមិនគួរបានដល់កម្មអកុសលអញ្ចឹងកម្មគួរហ្នឹងវាហាមខត់ហ្នឹងហើយហាមខត់កម្មអកុសលដែលមានកម្លាំងខ្សោយជាងកម្មគួរជាកុសលហ្នឹងទុកសិនតែកម្មហ្នឹងអត់បាត់ទេណាញោមណាពេលណាមានឱកាសវានឹងឲ្យផលហើយណាអញ្ចឹងបាទយើងទាំងអស់គ្នាណាមុននឹងចុទេបនិសន្ធិឬក៏ស្លាប់អីហ្នឹងយើងត្រូវឲ្យមានតម្ងន់កម្មដែលគួរជាកុសលហ្នឹងណាជាធ្ងន់ណាញោមណាដើម្បីជាឧបនិស្ស័យទាំងអស់គ្នាសូមអនុមោទនីដែលធម៌ក្នុងកិច្ចកម្មវិធីបទជាបណកិច្ចនេះមុនចប់នៅពធ